គិតចឹងអត់កីឡាករធីមលីខ្វិកពីលីពីនថាមេតាថ្មីនៅអឹមសវិនដូចលេងអូរ៉េងសាន់ជីកីឡាកររបស់ធីមលីខ្វិកពីលីពីនបានអះអាងថាមេតាថ្មីនៅអឹមសវិនពិតជាប៉ះពាល់ដល់ទម្រង់ប្រកួតរបស់ក្រុមខ្លួនពិតមែនដែលមើលទៅដូចជាការប្រកួតអូរ៉េងដូចនេះដែរធីមលីខ្វិកពីលីពីនជាក្រុមម្ចាស់ជើងឯក MPL ពីលីពីនរដូវកាលទី16និង MSC 2025ផងដែរពួកគេត្រូវការតែពីអឹមសវិនមួយទៀតប៉ុណ្ណោះដើម្បីបង្កើតប្រវត្តិសាស្ត្រជាក្រុមដំបូងដែលបានឈ្នះជាមួយនឹង Golden Road ក្នុង Mobile Legends Bang Bang តែគួរឲ្យសោកស្ដាយដោយសារតែការប្រកួតច្រើនពេកស្របពេលដែល Moon Tune ធ្វើការអាប់ដេតផាច់ថ្មីនៅអឹមសវិនផងនោះធ្វើឲ្យក្រុមខ្លាំងហ្វីលីពីនមួយនេះហាក់មិនទាន់សិក្សាបានគ្រប់ជ្រុងជ្រោយនោះទេឬអាចនិយាយបានថាផាច់ថ្មីមិនអំណោយផលដល់ក្រុមធីមលីខ្វិកពីលីពីនឡើយជាក់ស្ដែងសាន់ជីបាននិយាយដោយផ្ទាល់ថានៅអឹមសវិននេះខ្ញុំគិតថាយើងនៅក្រៅមេតាហើយស្កេតយកប្រកួតក៏មិនអំណោយផលសម្រាប់យើងដែរយើងមានការប្រកួតច្រើនយើងត្រូវការសម្រាប់ប៉ុន្តែចុងក្រោយដោយសារតែមេតាថ្មីយើងមិនបានសម្រាប់ឡើយនៅគ្រីស្មាស់ដែលត្រូវសិក្សាបន្ថែមដើម្បីយក Golden Road តែចុងក្រោយយើងពិតជាមានពេលខ្លីណាស់ដើម្បីរៀនពីវាព្រោះមេតានេះដូចជា rank game ដែលយើងមិនទាន់រៀបចំបានល្អនៅឡើយទេតែខ្ញុំនៅតែសប្បាយចិត្តចំពោះក្រុមរបស់ខ្ញុំព្រោះយើងបានប្រឹងប្រែងអស់ពីសមត្ថភាពយើងហើយខ្ញុំសង្ឃឹមថាយើងនឹងត្រឡប់មកវិញនៅរដូវកាលក្រោយហើយបន្តស្វែងរក Golden Road ទៀតរំលឹកថាការអាប់ដេតផាច់ថ្មីរបស់ Moon Tune នេះពិតជាប៉ះពាល់ច្រើនដល់ក្រុមធំៗមែនទាំង Onyx ID និង SOG ក៏និយាយរឿងនេះដែរគិតចឹងអត់កីឡាករធីមលីខ្វិកពីលីពីនថាមេតាថ្មីនៅអឹមសវិនដូចលេងអូរ៉េងសាន់ជីកីឡាកររបស់ធីមលីខ្វិកពីលីពីនបានអះអាងថាមេតាថ្មីនៅអឹមសវិនពិតជាប៉ះពាល់ដល់ទម្រង់ប្រកួតរបស់ក្រុមខ្លួនពិតមែនដែលមើលទៅដូចជាការប្រកួតអូរ៉េងដូចនេះដែរធីមលីខ្វិកពីលីពីនជាក្រុមម្ចាស់ជើងឯក MPL ពីលីពីនរដូវកាលទី16និង MSC 2025ផងដែរពួកគេត្រូវការតែពីអឹមសវិនមួយទៀតប៉ុណ្ណោះដើម្បីបង្កើតប្រវត្តិសាស្ត្រជាក្រុមដំបូងដែលបានឈ្នះជាមួយនឹង Golden Road ក្នុង Mobile Legends Bang Bang តែគួរឲ្យសោកស្ដាយដោយសារតែការប្រកួតច្រើនពេកស្របពេលដែល Moon Tune ធ្វើការអាប់ដេតផាច់ថ្មីនៅអឹមសវិនផងនោះធ្វើឲ្យក្រុមខ្លាំងហ្វីលីពីនមួយនេះហាក់មិនទាន់សិក្សាបានគ្រប់ជ្រុងជ្រោយនោះទេឬអាចនិយាយបានថាផាច់ថ្មីមិនអំណោយផលដល់ក្រុមធីមលីខ្វិកពីលីពីនឡើយជាក់ស្ដែងសាន់ជីបាននិយាយដោយផ្ទាល់ថានៅអឹមសវិននេះខ្ញុំគិតថាយើងនៅក្រៅមេតាហើយស្កេតយកប្រកួតក៏មិនអំណោយផលសម្រាប់យើងដែរយើងមានការប្រកួតច្រើនយើងត្រូវការសម្រាប់ប៉ុន្តែចុងក្រោយដោយសារតែមេតាថ្មីយើងមិនបានសម្រាប់ឡើយនៅគ្រីស្មាស់ដែលត្រូវសិក្សាបន្ថែមដើម្បីយក Golden Road តែចុងក្រោយយើងពិតជាមានពេលខ្លីណាស់ដើម្បីរៀនពីវាព្រោះមេតានេះដូចជា rank game ដែលយើងមិនទាន់រៀបចំបានល្អនៅឡើយទេតែខ្ញុំនៅតែសប្បាយចិត្តចំពោះក្រុមរបស់ខ្ញុំព្រោះយើងបានប្រឹងប្រែងអស់ពីសមត្ថភាពយើងហើយខ្ញុំសង្ឃឹមថាយើងនឹងត្រឡប់មកវិញនៅរដូវកាលក្រោយហើយបន្តស្វែងរក Golden Road ទៀតរំលឹកថាការអាប់ដេតផាច់ថ្មីរបស់ Moon Tune នេះពិតជាប៉ះពាល់ច្រើនដល់ក្រុមធំៗមែនទាំង Onyx ID និង SOG ក៏និយាយរឿងនេះដែរ